បន្ទាប់ពីនាងខ្ញុំបានអានសៀវភៅមួយក្បាលនេះឲ្យកូនរបស់នាងខ្ញុំស្ដាប់នាងខ្ញុំចង់ចែករំលែកទៅដល់អ្នកដែលមានកូនតូចៗដូចនាងខ្ញុំដែរអ្នកគ្នាខ្ញុំកំពុងតែអានសៀវភៅឲ្យកូនរបស់ខ្ញុំស្ដាប់ស្រាប់តែពេលខ្ញុំអានចប់ទៅនេះបងប្អូនសៀវភៅនេះគឺខ្ញុំឃើញថាល្អមែនតើសម្រាប់ក្មេងៗចាសៀវភៅនេះគឺគេដាក់ចំណងជើងថាខ្ញុំត្រូវមានសុជីវធម៌ចាសៀវភៅនេះគឺខ្ញុំទិញតាមអនឡាញគឺសៀវភៅរឿងនិទានសម្រាប់ក្មេងៗកុមារចាគឺខ្ញុំអានសៀវភៅនឹងហើយគឺខ្ញុំមានអារម្មណ៍ថាគឺក្មេងៗគឺត្រូវតែដឹងហ្មងនៅការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់គាត់ព្រោះថាអាការខ្ញុំនៅពីតូចបងប្អូនគឺអត់មាននរណាគេបង្ហាត់បង្រៀនទេហើយយើងក៏អត់បន្ទោសឪពុកម្ដាយរបស់យើងដែរពីព្រោះថាសម័យឥឡូវគឺផ្សេងគ្នាសម័យមុនដូចថាចំណេះដឹងគឺទាបដោយសារអត់សូវបានរៀនខ្ពង់ខ្ពស់ដូចសម័យចំនួនសម័យនេះគឺឪពុកម្ដាយមានចំណេះដឹងច្រើនអញ្ចឹងគាត់អាចបង្ហាត់បង្រៀនកូននឹងទៅតាមសម័យកាលហើយគាត់បានយល់ដឹងច្រើនអញ្ចឹងណាអញ្ចឹងបើនិយាយពីសភៅនេះវិញគឺពេលយើងបើកមកគឺគេនិយាយថាយើងត្រូវចេះរាក់ទាក់បងប្អូនចានិយាយពីការរាក់ទាក់អញ្ចឹងគេថាពេលយើងជួបអីចឹងពេលកូនយើងជួបគេអញ្ចឹងគឺកូនយើងត្រូវចេះជំរាបសួរមនុស្សធំគឺយើងប្រើពាក្យជំរាបសួរពេលគាត់ជួបមិត្តភក្តិគាត់អញ្ចឹងគឺយើងឲ្យគាត់នឹងប្រើពាក្យថាសួស្ដីហើយពេលដែលគាត់ត្រូវការជំនួយគឺគាត់ត្រូវប្រើពាក្យថាសុំឬក៏ពាក្យសុំអធិស្ឋានឲ្យគេយកអីឲ្យគាត់មួយចឹងណាហើយនឹងមួយទៀតគឺនៅពេលដែលគាត់ដើរបុកណាម្នាក់បងប្អូនគឺគាត់ត្រូវតែចេះប្រើពាក្យថាសុំទោសចាប្រើពាក្យសុំទោសអញ្ចឹងគឺមួយទៀតហ្នឹងគឺនៅពេលដែលមានអ្នកដតីឲ្យអីមួយគាត់ឬក៏ផ្ដល់ជាជំនួយអីឲ្យគាត់គឺគាត់ចេះប្រើពាក្យថាអរគុណហើយនៅពេលដែលមានមនុស្សនិយាយគ្នាគឺគេឲ្យគាត់នឹងនិយាយកាត់សម្ដីគេពេលខ្លះយើងកំពុងតែនិយាយគ្នាកូនរបស់យើងនឹងមកនិយាយកាត់សម្ដីអញ្ចឹងមានន័យថាអត់សូវល្អចាមិនថាមនុស្សធំមនុស្សតូចទេចំណុចការនិយាយកាត់សម្ដីគេនៅពេលដែលគេនិយាយអត់ទាន់ចប់អញ្ចឹងណាហើយក៏មានដូចជាពេលចូលបន្ទប់ទឹកចាពេលចូលបន្ទប់ទឹកហ្នឹងគឺឲ្យគាត់រៀបចំខ្លួនឲ្យបានស្អាតបាតសិនមុននឹងឲ្យគាត់ហ្នឹងចេញមកខាងក្រៅហើយពេលគាត់ចូលទៅបន្ទប់នរណាមួយគឺត្រូវតែមានការគោះទ្វារចាត្រូវតែមានការគោះទ្វារហើយនៅពេលដែលស្ងាត់គឺគាត់ត្រូវតែមានការខ្ទប់ដៃចាខ្ទប់ដៃដូចពេលយើងស្ងាត់អញ្ចឹងអញ្ចឹងអាចំណុចហ្នឹងគឺសុទ្ធតែល្អពេលខ្ញុំអានសៀវភៅនេះហើយនៅពេលដែលហូបមកហូបគឺអត់ឲ្យគាត់នឹងកកាយយកតែអ្វីដែលគាត់ចូលចិត្តញ៉ាំទេគឺពេលហូបជាមួយអ្នកដទៃមើលមកគឺអត់ល្អទេចាហើយនឹងនៅពេលមួយទៀតគឺគាត់យកដៃយកដៃលុកទៅយកមកហូបហ្នឹងក៏អត់ល្អដែរអានេះតកតងនឹងការហូបចាតកតងនឹងការហូបមហូបជាមួយអ្នកដតីនៅពេលដែលយើងទៅរួមតុមហូបអាហារជាមួយអ្នកដតីឬក៏នៅក្នុងក្រុមគ្រួសារក៏ដោយបងប្អូនហ្នឹងគឺយើងត្រូវតែបរៀនគាត់ហើយនឹងមួយទៀតមិនត្រូវបញ្ចេញសំឡេងពេលដែលហត់សម្លទេចានៅពេលហត់សម្លគឺហត់គ្រូតចាដូចខ្ញុំអញ្ចឹងខ្ញុំក៏អត់ដឹងដែរបងប្អូនតែនៅពេលដែលអានសៀវភៅឲ្យកូនស្ដាប់ទៅបានចាប់ផ្ដើមដឹងចាចាប់ផ្ដើមដឹងថាអូវាជាចំណុចដែលល្អមែនតើសម្រាប់ក្មេងហើយមិនថាយើងមនុស្សធំបងប្អូនក៏ល្អដែរចាសៀវភៅនេះគឺល្អដែរអញ្ចឹងអានេះមិនត្រូវលោឡានៅពេលដែលគេកំពុងតែជជែកគ្នាចាហើយក៏សភៅនេះគឺខ្ញុំអានទៅខ្ញុំឃើញថាល្អបងប្អូនគឺល្អសម្រាប់មនុស្សតូចចាបើយើងមានកូនតូចយើងចង់អប់រំសុជីវធម៌របស់គាត់អញ្ចឹងគឺសភៅនេះល្អមែនទែនសម្រាប់ពេលដែលខ្ញុំបានអានសម្រាប់ក្មេងៗហើយចំណុចខ្លះមនុស្សធំចាមនុស្សធំយកប្រើដូចគ្នាចាមនុស្សធំប្រើបានដូចគ្នាគឺបង្ហាញពីសុជីវធម៌យើងប្រើបានទាំងមនុស្សធំមនុស្សតូចអញ្ចឹងពេលដែលខ្ញុំអានសៀវភៅនេះគឺខ្ញុំទទួលបានចំណេះដឹងពីខ្លួនឯងដែរធ្វើឲ្យយើងបានយល់ថាមនុស្សយើងគឺត្រូវមានសុជីវធម៌បែបម៉េចអញ្ចឹងណាគឺសៀវភៅនេះល្អបានខ្ញុំចេញវីដេអូមកចែករំលែកដល់បងប្អូនអរគ្នាសម្រាប់បងប្អូនដែលមានកូនចាកូនតូចអញ្ចឹងគឺបងប្អូនអាចប្រឹងប្រហាត់បរៀនគាត់ចាឲ្យមានសុជីវធម៌តាំងពីទូចទៅអញ្ចឹងនៅពេលដែលគាត់ចូលទៅក្នុងសង្គមចូលទៅក្នុងចំណោមរបស់មនុស្សច្រើនឬក៏នៅក្នុងផ្ទះអញ្ចឹងគឺគាត់មានសុជីវធម៌ស្រាប់ចាអរគុណ